នេះគឺជាទស្សនវិជ្ជាវិមានសពពោទន្លេដែលនៅតាមដងទន្លេបាសាក់អមជាមួយនឹងដើមឈើយ៉ាងត្រជាក់ស្រស់ស្រាយដែលស្ថិតនៅភូមិពោទន្លេឃុំកធំកស្រុកកធំខេត្តកណ្ដាលទីនេះគឺជាកន្លែងដ៏សោកសៅមួយកន្លែងដែលបានសម្លាប់មនុស្សអស់រាប់ម៉ឺននាក់នាសម័យ3ឆ្នាំ8ខែនិង20ថ្ងៃគឺមានចំនួនរហូត35,027នាក់និងរណ្ដៅសម្រាប់ដាក់សាកសពរួមមានរហូតទៅដល់57រណ្ដៅឯណោះនៅទីនេះបើតាមសាក្សីខ្លះដែលនៅរស់បានឲ្យដឹងថាអធិរាជសម្លេងមាសគឺលោកតាស៊ិនស៊ីសាមុតក៏បានពួកពេជ្ឈឃាតអាវខ្មៅនាំចេញមកពីមន្ទីរកែប្រែ15យកមកសម្លាប់នៅទីត្រង់កន្លែងនេះដែរហើយខាងក្នុងវិមានសាកសពនេះគឺមានចេតិយមួយដែលមាន5ថ្នាក់សង់ពីកញ្ចក់សម្រាប់តម្កល់ធាតុជនរងគ្រោះដែលយកចេញមកពីរណ្ដៅទាំង57កន្លែងជុំវិញទីនេះហើយជារៀងរាល់ឆ្នាំដល់រដូវសែនព្រេនចូលឆ្នាំភ្ជុំឬក៏រដូវសែនភ្នោជាដើមបងប្អូនជិតឆ្ងាយដែលជាសាច់ញាតិតែងតែមកប្រារព្ធពិធីមិនដែលខកខានឡើយហើយវិមានសពនេះគឺស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញប្រមាណ60ទៅ70គីឡូម៉ែត្រប៉ុណ្ណោះដែលបងប្អូនអាចធ្វើដំណើរតាមផ្លូវជាតិលេខ21ពេលដែលបងប្អូនមកដល់វត្តព្រែកតាដួងពុកម៉ែបងប្អូនអាចឆ្លងកំពង់ចម្លងនៅទីនោះនិងមកដល់ភូមិពោធិ៍ទន្លេហើយពុកម៉ែបងប្អូនគឺធ្វើដំណើរប្រហែល2គីឡូម៉ែត្រទៀតនឹងឃើញវិមានសពដ៏សោកសៅមួយនេះហើយទីនេះសពថ្ងៃក៏ប្រែคล้ายទៅជាកន្លែងមួយដែលអ្នកភូមិពួកគាត់តែងតែមកអង្គុយលេងនៅទីនេះដោយសារតែនៅជាប់មាត់ទឹកនិងមានដើមឈើម្លប់យ៉ាងត្រជាក់សម្រាប់ពួកគាត់អង្គុយលេងផងដែរ